ប្រព័ន្ធការពារមីស៊ីលរបស់អ៊ីស្រាអែលគឺជាប្រព័ន្ធទំនើបបំផុតមួយនៅក្នុងពិភពលោកដែលមានពហុស្រទាប់រាប់តាំងពីតាមដានចាប់ស្ទាក់និងកំទេចដូចជាប្រព័ន្ធ Iron Dome, David Sling និង Arrow ក៏ប៉ុន្តែនៅថ្ងៃទី14ខែមិថុនាឆ្នាំ2025អ៊ីរ៉ង់បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយអាចទម្លុះសំណាញ់មេឃទាំង3របស់អ៊ីស្រាអែលបានហើយអាចទម្លាក់មីស៊ីលនៅជិតទីក្រុង Tel Aviv ដោយជោគជ័យមនុស្សស្លាប់និងរបួសរាប់សិបនាក់វាមិនមែនជារឿងចៃដន្យវាគឺជាយុទ្ធសាស្ត្រទី1គឺការវាយសង្គ្រប់អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលផ្លោងប៉ាឡេស្ទិកជិត100គ្រាប់និងយន្តហោះគ្មានមនុស្សបើកជាង100គ្រឿងក្នុងពេលដំណើរគ្នាក៏ប៉ុន្តែពីទិសដៅច្រើនខុសគ្នាយុទ្ធសាស្ត្រនេះបង្ខំឲ្យអ៊ីស្រាអែលកំណត់អាទិភាពថាតើត្រូវចាប់ស្ទាក់មីស៊ីលណាខ្លះដោយសារតែសំណាញ់មេឃមិនអាចស្ទាក់បានទាំងអស់ជាលទ្ធផលមីស៊ីលប្រហែលជា5ទៅ10គ្រាប់ក្នុងចំណោម100គ្រាប់បានផ្លោងចូលទៅកាន់ទីក្រុង Tel Aviv ប្រើគ្រប់ប្រភេទអាវុធជាយុទ្ធសាស្ត្រទី2ក្នុងពេលតែមួយអ៊ីរ៉ង់បាញ់មីស៊ីលប៉ាឡេស្ទិករយៈចម្ងាយឆ្ងាយមីស៊ីលគ្រូសចម្ងាយខ្លីនិងដ្រូនអត្តឃាតផងការច្របល់សពាវុធចូលគ្នាបែបនេះធ្វើឲ្យការឆ្លើយតបរបស់ប្រព័ន្ធរ៉ាដាអ៊ីស្រាអែលច្របូកច្របល់ពិបាកចាប់ស្ទាក់អាវុធគ្រប់យ៉ាងនៅក្នុងពេលដំណើរគ្នាល្បិចមួយទៀតដែលនឹកស្មានមិនដល់អ្នកវិភាគយោធានិយាយថាអ៊ីរ៉ង់បានបាញ់ផ្លោងមីស៊ីលដែលបំពាក់ក្បាលគ្រាប់คล้ายៗក្នុងចំណោមក្បាលគ្រាប់ពិតក្បាលគ្រាប់คล้ายៗទាំងនេះធ្វើឲ្យអ៊ីស្រាអែលខ្ជះខ្ជាយមីស៊ីលចាប់ស្ទាក់យ៉ាងច្រើនហើយធ្វើឲ្យមីស៊ីលពិតរបស់អ៊ីរ៉ង់ឆ្លងកាត់សំណាញ់មេឃាបានយុទ្ធសាស្ត្រឆ្លាតវៃទី4គឺអ៊ីរ៉ង់បានបំពាក់ក្បាលគ្រាប់ដែលអាចបដូរទិសពេលកំពុងតែបោះពុយនៅលើមេឃក្បាលគ្រាប់ប្រភេទនេះបដូរទិសដៅវាយប្រហារនៅពាក់កណ្ដាលផ្លូវធ្វើឲ្យប្រព័ន្ធការពារអាកាសរបស់អ៊ីស្រាអែលដូចជា Arrow 3ជាដើមស្មុគស្មាញនៅក្នុងការគណនាគោលដៅចាប់ស្ទាក់យុទ្ធសាស្ត្រសពជ្រុងជ្រោយមួយទៀតគឺអ៊ីរ៉ង់បានបាញ់មីស៊ីលចេញពីប្រទេសសម្ព័ន្ធមិត្តរួមទាំងស៊ីរីអ៊ីរ៉ាក់និងលីបង់ផងដែរយុទ្ធសាស្ត្រនេះបង្កើតផ្លូវសម្រាប់មីស៊ីលហោះបានកាន់តែច្រើនដែលបង្ខំឲ្យអ៊ីស្រាអែលពង្រាយប្រព័ន្ធការពាររបស់ខ្លួនឲ្យកាន់តែធំតែនឹងខ្សោយជាងមុនយុទ្ធសាស្ត្រវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលនេះបង្ហាញថាគ្មានខែលការពារណាអាចជៀសមីស៊ីលបាន 100% ទេទោះយ៉ាងណាអ៊ីរ៉ង់ក៏នៅតែខ្ទេចខ្ទាំដោយសារតែការវាយសង្គ្រប់របស់អ៊ីស្រាអែលដែលអះអាងថាដើម្បីការពារប្រទេសរបស់ខ្លួនពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ខ្ញុំរស់សុធាពី News Today NTTV